ចាប់ផ្ដើមនៃសាច់រឿងចង់និយាយអំពីទីក្រុងមួយសុទ្ធតែអ្នកលេងអញ្ចឹងណាពួកគេនិយាយទៅបាញ់គ្នាជារៀងរាល់ថ្ងៃតែម្ដងមកមានមនុស្សជាច្រើនបានស្លាប់នៅខាងក្នុងភូមិអញ្ចឹងណាចំណែកឪពុកអាយរបស់យើងគ្រាន់តែចូលមកដល់បានឃើញគេរើសសន្តិសុខក៏អីយ៉ារើសសន្តិសុខទៀតមានតែចូលទៅដើម្បីធ្វើសន្តិសុខយាមទីក្រុងនឹងតែម្ដងមកអ្នកទីក្រុងនឹងសើចចំអកឲ្យឪពុកអាយរបស់យើងមនុស្សកំពុងតែបាញ់គ្នាពុកអាយរបស់យើងចូលទៅហាមឃាត់ពួកនឹងបាញ់លសើសើបែកមានណាអាបែងធនាគារនឹងត្រូវបានពួកអាក្រុមពួកចៅនឹងបានលួចទៅពុកអាយរបស់យើងគាត់ឃើញបែបនឹងរត់ទៅយ៉ាងលឿនតែម្ដងមកដើម្បីទាញជាមួយនឹងធនាគារនឹងត្រឡប់យកមកវិញហើយបានចាប់ពួកអាចៅនឹងដាក់ចូលទៅខាងក្នុងទ្រុងគ្មានសេះសល់សូម្បីតែម្នាក់ទេមានណាដាក់វាយយកប៉ាំងចូលទៅខាងក្នុងទ្រុងតែម្ដងមកហើយគ្រាន់តែចាប់ពួកក្រុមពួកចៅនឹងហើយភ្លាមនិយាយទៅពុកអាយរបស់យើងបានឃើញនៅខាងក្នុងទីក្រុងពួកគេក៏ពួរឆ្លោះគ្នាទៀតហើយយ៉ាស់ចូលទៅកន្លែងកំសាន្តគេចូលទៅដល់មានអង្គុយផឹកស្រាផឹកអីនៅខាងក្នុងនឹងឃើញសេះស្អាតរបស់យើងកំពុងទៅរំនៅខាងលើឆាអូនិយាយទៅក្រុមពួកអាចៅនៅខាងក្នុងនឹងកំពុងតែលេងសើចសប្បាយរីករាយខ្លាំងមែនតែបាននៅខាងក្នុងនោះដោយសារតែមានសេះស្អាតរំមើលពួកគេអត់មានខ្វាយខ្វល់អីទេចំណែកពុកអាយរបស់យើងក៏ពួរអលងស្នេហ៍ជាមួយសេះស្អាតនៅខាងក្នុងនឹងតែគេអត់ទាន់ដឹងទេថាអាមេចៅនឹងកំពុងតែជីសេះចូលមកដល់គាត់តែឃើញបែបនោះបាញ់កំភ្លើងបាញ់អីមានណាពួកអានឹងរត់តិចទីគ្មានសេះសល់ពួកអានឹងខ្លាចអាក្រុមអាចមេចៅនោះដោយសារតែមេចៅនឹងកាយសាហាវខ្លាំងពេកគ្មានគេហ៊ាននៅសំបីតែម្នាក់ទេនិយាយទៅពួកនឹងរត់ចាក់ជីពីកន្លែងនោះលីងតែម្ដងបានមានតែពុកអាយរបស់យើងទេហ៊ាននៅខាងក្នុងណាដោយសារតែក្រុមពួកចៅនឹងវាសាហាវខ្លាំងពេកមានណារត់ចាយជើងគ្នាព្រាតតែម្ដងមកគ្មានសេះសល់ទេដល់កមកនៅសារតែពុកអាយរបស់យើងមែនណាអាមេចៅនឹងគាត់ឃើញបែបហ្នឹងថានៅលើឆាកមានស្រីស្អាតម្នាក់ទៀតគាត់តែគេឃើញស្រីស្អាតគឺសប្បាយចិត្តគេរីករាយខ្លាំងមែនតែនៅខាងក្នុងទីក្រុងនោះមានស្រីស្អាតទៀតគេសប្បាយចិត្តពុកអាយរបស់យើងបានមកហាមឃាត់ក៏អត់ខ្វល់ដែរដើរជាន់ពុកអាយយើងទៀតមានណាឃើញបែបហ្នឹងហើយមានគេវាយពុកអាយរបស់យើងគេថាយ៉ាសន្តិសុខការពារទីក្រុងស្អីគេមានណាច្បាច់អាប់កាយនឹងផ្លុំដាក់ម្ដាយលើកពិតតែម្ដងមកទាត់ចោលទៀតគាត់ឃើញបែបហ្នឹងពុកអាយរបស់យើងត្រូវបានគេវាយអត់នៅតែចូលទៅដើម្បីជួយស្រីស្អាតរបស់យើងទៀតហាមឃាត់ស្រីស្អាតរបស់យើងកិច្ចដល់កខំប្រឹងស្រែកឲ្យជួយស្រែកយ៉ាងណាក៏គ្មានគេមកជួយអញ្ចឹងណាអាមេចៅនឹងខំប្រឹងចាប់ពុកអាយរបស់យើងបានមកដល់ទៀតគាត់មកដល់មានគេសប្បាយចិត្តថាបានពុកអាយរបស់យើងដាក់ខ្នោះមានជន់ជើងឲ្យខំខ្នោះហ្នឹងទាត់ប៉ាំងដល់កមកធ្វើបាបពុកអាយរបស់យើងខ្លាំងមែនតើហ្មងនិយាយទៅពុកអាយរបស់យើងខឹងជាមួយនឹងអាមេចៅហ្នឹងហ្មងគាត់ថាខឹងមិនតាន់បាប្រមាណត្រូវបានអាមេចៅនឹងវាយជន់ទាត់យកអញ្ចឹងទាត់ពីមួយកន្លែងទៅមួយកន្លែងពីមួយកន្លែងទៅមួយកន្លែងមានណាហៀមនឹងឃើញបែបហ្នឹងឲ្យភ្លាមចាប់ឯងយកទៅមកចាប់ឲ្យបាញ់យកមកឯងមកញ៉ៃស្អីគេកំពុងតែរៀបស្វៀតជាមួយលីចិនហ្នឹងជាប់នៅខាងក្នុងដីចំណែកស្រីស្អាតរបស់យើងកំពុងតែត្រូវបានអាមេចៅដេញតាមចាប់នៅខាងក្នុងទូដែកទាញអត់លបើកទាញអត់លបើកខឹងខ្លាំងពេកមានណាទាញអាញួរដំមកអាញួរក្បែរហ្នឹងដាក់ប៉ាំងចំណែកពុកអាយរបស់យើងពោះឲ្យជាប់នៅខាងក្នុងដីឃើញស្បៃរបស់គេមានណាស៊ីអាស្បៃហ្នឹងមកធ្វើឲ្យពុកអាយរបស់យើងមានកម្លាំងខ្លាំងមែនតើបានឡើងដូចជាភ្នំភ្លើងផ្ទុះអញ្ចឹងណាចូលទៅខាងក្នុងនំ